ជាងទៀតទៅដល់ក្រុងព្រះវិហារតាមផ្លូវនេះគឺជាផ្លូវមួយដែលស្ងប់ស្ងាត់ខ្លាំងមែនទែនអត់មានភ្ញៀវអត់មានការចរាចរណ៍ឡានម៉ូតូឬក៏អីទេហើយតាមចាំផ្លូវទាំងអស់ហ្នឹងគឺអត់មានផ្ទះសម្បែងទេមានតែព្រៃឈើហើយម៉ូតូគាត់នេះនិយាយចំទៅប្រហែលជាទៅទីរួមខេត្តព្រះវិហារដែរក៏ប៉ុន្តែដោយសារគាត់ប្រហែលជាមានហើយសម្រាប់ខ្ញុំកំពុងតែបើកខាងក្រោយរហូតនេះគឺមានអារម្មណ៍មួយថាខ្ញុំចង់ឲ្យគាត់មានភាពកក់ក្ដៅក្នុងការធ្វើដំណើរក៏អត់ចង់ឲ្យគាត់មានភាពភ័យខ្លាចទេដោយសារអីខ្ញុំនៅពីក្រោយគាត់រហូតដើម្បីឲ្យគាត់គិតថាខ្ញុំជួយបំភ្លឺមិនគាត់មានម៉ូតូគាត់មានភ្លើងអីក៏ប៉ុន្តែក្នុងនេះថាយើងជួយឲ្យមានអត់កុំឲ្យគាត់មានភាពភ័យខ្លាចជិះតែម្នាក់ឯងកដាលផ្លូវដាច់ស្រយាលពេកអញ្ចឹងណាអញ្ចឹងខ្ញុំនៅកំដររហូតទៅដល់កន្លែងដែលគាត់ចុះឈប់អញ្ចឹងបងប្អូនទាំងគ្នានេះជាសារមួយចង់បង្ហាញថាយើងឃើញគាត់កំពុងតែមានអារម្មណ៍ភ័យខ្លាចជិះតាមផ្លូវអញ្ចឹងអីហើយមុនហ្នឹងនិយាយចំខ្ញុំនិយាយតាមត្រង់ជិះគាត់ជិះលឿនមែនទែន